តែលើយើងមើលនៅក្នុង Zoom សម្រាប់ app របស់ Zoom យើងត្រូវចេះចំណុចណាខ្លះហើយចំណុចដែលយើងត្រូវចេះនៅលើ Zoom អត់ទៅកាំងបាទបើ app មួយយើងអត់ចាំបាច់ចេះច្រើនទេយើងចេះតិចតួចទេដើម្បីយកមកប្រើការតែប៉ុណ្្នឹងឯងតែពីហ្នឹងចំណុចដែលយើងអត់ចេះអត់ចាំបាច់ត្រូវដឹងទេយកតែអាកន្លែងណាដែលយើងត្រូវចេះវាតែប៉ុណ្្នឹងឯងយកមកប្រើណា Zoom ទី1ត្រូវចេះ share screen តើ share screen មិនណាពីព្រោះពេលដែលយើងបើកបន្ទប់រៀនយើងត្រូវ share screen ណាតើយើងបើកបន្ទប់យើងយ៉ាងម៉េចណាទី2ណា share screen ណាទី2តើយើងត្រូវចេះថត record screen ចឹងតើយើង record video នៅលើសកម្មភាពបង្រៀនរបស់យើងហ្នឹង record វាបែបម៉េចណាទី3អឺដាក់ឈ្មោះកូនសិស្ស rename ចឹងដាក់ឈ្មោះកូនសិស្សពេលដែលកូនសិស្សចូលមកវាដាក់ឈ្មោះផ្សេងផ្សេងតើយើងដាក់ឈ្មោះកូនសិស្សហ្នឹងយ៉ាងម៉េចណាទី4លឹមហួររកកន្លែងរៀនឲ្យត្រឹមត្រូវណាលឹមហួរណាមករកកន្លែងរៀនឲ្យត្រឹមត្រូវបន្តិចបើមិនទាន់ត្រៀមខ្លួនរួចរាល់ទេកុំអាចចូលចាំទៅម៉ោងក្រោយជាមួយនឹងទៅម៉ោងក្រោយជាមួយនឹងសុគន្ធធារីក៏បានដែរព្រោះបើចូលមកដូចអត់ចូលអាហ្នឹងមិនបាច់ចូលទេ rename ដាក់ឈ្មោះដាក់ឈ្មោះកូនសិស្សដាក់ឈ្មោះកូនសិស្សហ្នឹងដាក់យ៉ាងម៉េចទី4គឺ mute អឺបិទសំឡេងកូនសិស្សបិទសំឡេងកូនសិស្សហ្នឹងបិទសំឡេងយ៉ាងម៉េចទី5 remove កូនសិស្សចេញពីក្នុងក្រុមហើយចុះអាមិនត្រូវបាន remove បាន remove ដកចេញហ្នឹងដកចេញពីក្នុងក្រុមហ្នឹងតើដកយ៉ាងម៉េចហើយទី6គឺដឹងអំពីការ sign in តើយើង sign in ចូលទៅក្នុង Zoom តាមរបៀបម៉េចតែប៉ុណ្្នឹងឯងដឹង6ចំណុចនៅក្នុង app របស់ Zoom ដឹង6ចំណុចសំខាន់ណាយើងទៅមើលលម្អិតលើចំណុចមួយ share screen ធ្វើម៉េច share screen ដើម្បី share screen បាន share screen បានយើងមើលប៊ូតុងប៊ូតុងមួយនៅខាងក្រោមមើលប៊ូតុងមួយខាងក្រោមអញ្ចឹងមើលប៊ូតុងមួយនៅខាងក្រោមហើយវាមានពណ៌ពណ៌បៃតង green ប៊ូតុងហ្នឹងពណ៌បៃតងណាអញ្ចឹងយើងចុចលើវាមកចុចលើវាណាមើលសិនណាឥឡូវកុំអានមិនតាន់មើលឃើញទេឥឡូវតើយើងគាត់បង្ហាញសិនណាប៊ូតុងមួយពណ៌បៃតងយើងចុចលើវាទៅនៅកណ្ដាលគេណានៅកណ្ដាលមានប៊ូតុងមួយពណ៌បៃតងនៅកណ្ដាលគេណាចុចលើវាទៅហើយពេលដែលចុចលើវាហើយយើងសម្លឹងមើលទៅខាងលើខាងឆ្វេងណាលើខាងឆ្វេងលើគេបំផុតពេលដែលចុចលើ share ហើយហ្នឹងចុចលើពាក្យ share ហើយណាយើងคลิกលើ share ហើយ share ហើយយើងមើលទៅខាងលើហើយខាងឆ្វេងអញ្ចឹងយើងនឹងឃើញពាក្យអយើងនឹងឃើញពាក្យ entire screen ឬឃើញតែពាក្យថា screen ទៅទេជួនកាលឃើញតែពាក្យ screen ទៅទេអញ្ចឹងយើងឃើញពាក្យលើខាងឆ្វេងហើយឃើញពាក្យនេះអញ្ចឹងសូមជ្រើសរើសយកពាក្យហ្នឹងណាសូមជ្រើសរើសយកពាក្យហ្នឹងទៅហើយបន្តមកទៀតវានឹងឃើញពាក្យអឺ share ឬក៏អីទេបាទ click on អឺមានប៊ូតុងមួយដាក់ share អញ្ចឹងយ៉ាងនៅខាងក្រោមខាងស្ដាំបន្តិច share តែប៉ុណ្្នឹងទៅគឺវា share ដល់ computer របស់យើងហើយ share ដល់កន្លែង computer របស់យើងហើយជាង share screen ហ្នឹងមានតែប៉ុណ្្នឹងឯង
ចាអញ្ចឹងមើលឡើងវិញណាបាទមើលប៊ូតុងមួយពណ៌បៃតងនៅខាងក្រោមពណ៌បៃតងហើយចុចលើវាទៅប៊ូតុងនោះឈ្មោះប៊ូតុង share ពេលទៅចុច share ហើយយើងមើលទៅខាងលើខាងឆ្វេងយកពាក្យថា entire screen ឬក៏ screen ហើយចុចលើពាក្យ share បន្តទៀតនៅខាងក្រោមអូខេមាន3ចំណុចអញ្ចឹងខ្ញុំសាកល្បងឲ្យវ៉ាន់ដេតសាកល្បងចុចមើលតើយើងចុច share screen មួយមើលទីបាទបាទ1មាន share មួយនៅកណ្ដាលគេពណ៌បៃតងនោះចុចលើវាមកអូខេព្រោះខ្ញុំបានធ្វើវាហើយបើមកចូលវាកំពុងតែដើរចឹងណាទៅមកពីអ៊ីនធឺណិតខ្ញុំអត់ដើរ លោកគ្រូឃើញលោកគ្រូខ្ញុំអូខេបើឃើញបើហើយបាទឃើញហើយអូខេបាទឃើញហើយអូខេតាបិទវិញចុះអូខេពេលតែបិទវិញយើងចុចលើពាក្យថា stop share screen នៅបាទខាងលើបាទបាទបាទអូខេតាលើនរៈជាតិអូតាខេម្ដងមើល លោកគ្រូហើយ បាទលោកគ្រូ share នៅខាងក្រោមឃើញខ្ញុំ share លោកគ្រូអានេះទៅអូខេបាទហ្នឹងហើយចេញចឹងហើយអូខេត្រូវហើយបាទអឺអូខេ stop share screen បងនរៈជាតិដូចជាអត់ចុចយក entire screen ទេខ្ញុំចុច entire screen ដល់អីចុចចាំខ្ញុំដាក់ឲ្យម្ដងទៀតដល់លោកគ្រូពេញនេះចេញចឹងកើតដែរណែអូខេនៅដូចប្លែកនេះនៅចិត្តប្រើប្រើ computer ប្រើ MacBook ឬអី ប្រើ laptop ដែរលោកគ្រូ laptop ធម្មតាទេបាទអូខេតែអញ្ចឹងយើង stop share screen ទៅបាទអឺតាMaradi យើងប្រើចេញមកពីខ្ញុំប្រើទូរស័ព្ទទូរសិនហ្នឹងស័ព្ទយ៉ាជាច្រើនអត់តបានប្រើ laptop but I can do it ប៉ុន្តែបើក laptop នៅក្បែរនឹងអត់ចឹង ចាំខ្ញុំយកតិច អូខេហើយខ្ញុំវាជឿលត់តម្លើងណា That's it's okay បាទហើយសម្រាប់លឹមហួរយ៉ាងម៉េចត្រៀមខ្លួនរួចរាល់ហើយណាលឹមហួរ yes okay បងជួនលឹមហួរបាទខ្ញុំបើកកាមេរ៉ាជារឿងសំខាន់ណាបើនៅមិនទាន់បើកកាមេរ៉ាបានទេកុំទាន់អាចចូលអញ្ចឹងយើងចូលទៅបន្តទៀតយើងនិយាយអំពី record screen អានេះគឺបំណងនៃ share screen គឺសម្រាប់តែបានយើង share screen ពេលយើងបង្រៀនគឺប្រើ share screen ហ្នឹងឃើញទាំងអស់គ្នាខ្ញុំកំពុងតែ share screen នេះខ្ញុំកំពុង share screen ណាអញ្ចឹងដើម្បីបញ្យល់សិស្សគឺប្រើ share screen ណាតមកទៀត record screen record screen នេះណាគឺថតវីដេអូនៅក្នុងការបង្រៀនរបស់យើងបាទថតវីដេអូអញ្ចឹងយើងមើលខាងក្រោមមកវាមានពាក្យ record ហ្នឹងតែម្ដងណាវានៅខាងស្ដាំម្ដុំនៅខាងស្ដាំណា right right below right down ណានៅខាងក្រោមខាងស្ដាំក្រោមគេខាងស្ដាំយើងនឹងឃើញពាក្យអឺ record មានពាក្យ record តែម្ដងតែជួនកាលវាអត់នៅតំណងទេជួនកាលវានៅកន្លែង tray 3ចុចពាក្យលើពាក្យ more ណាជួនកាល sometime or click on more then record ចឹងណាជួនកាលវានៅកន្លែង more នៅខាងស្ដាំដៃមានអក្សរ more យើងចុចលើពាក្យ record មកហើយវានឹងវាបង្ហាញមួយទៀតដាក់ថា record to this computer ថតចូល computer នេះថតចូល computer នេះអញ្ចឹងវានឹងចេញអញ្ចឹងឲ្យចឹងយើងមើលខាងក្រោមមានពាក្យ record ឬមិនអញ្ចឹងទេនៅកន្លែង more
មិនចឹងទេនៅកន្លែង more ចុចលើ more ទៅយកពាក្យ record តមកទៀតមានពាក្យថា record to this computer អូខេអញ្ចឹងយើងសាកល្បងយើងមិនបាច់ចុចទេដោយសារនេះគឺវានឹងទាមទារឲ្យយើងឲ្យ teacher approve យើងទៅលើការចុចអញ្ចឹងយើងគ្រាន់តែសាកល្បងចូលទៅមើលឃើញអត់តា one date អូនគេតា one date មានឃើញពាក្យ record នៅខាងក្រោមទេ bạn của nhóm ở khơiในทางក្រៅតែខ្ញុំនៅឃើញនៅក្នុងឯប៊ូតុងវាអញ្ចឹងខ្ញុំចុចប៊ូតុងមួយទៅឃើញវានៅខាងលើគឺនៅខាង បា ឆ្វេ ទ ង ហើយចុចទៅមើលទៅចុចមើលទៀតមើលចុច record to this computer មួយទៀតមើលឃើញអីចេញអី បាទ វាអត់មាន record to this computer ទេឃើញហ៎វាចេញសុំ ដាក់ថា request request to record to this computer បាទអញ្ចឹងចុច request ហ្នឹងតើតែខ្ញុំជាម្ចាស់ Zoom ខ្ញុំអនុញ្ញាតបានយើងថតបានអញ្ចឹង បាទគង់ បាទប៉ុន្តែនៅពេលណាដែលយើងបង្រៀនសិស្សដូចខ្ញុំប្រាប់អញ្ចឹងថាយើងមាន Zoom license អញ្ចឹងខ្ញុំនឹងឲ្យយើង sign in យើង sign in ទៅយើងខ្លាចទៅជាម្ចាស់ Zoom ហើយណាយើងខ្លាចជាម្ចាស់ Zoom មកពេលហ្នឹងគឺវាអត់ចេញពាក្យ request មកឲ្យទៀតទេដោយសារយើងជាម្ចាស់ Zoom អញ្ចឹងវានឹងចេញ automatic record to this computer តែម្ដង បាទបាទ អូខេនរៈចិត្តម្ដងតាចុចមើលតើឃើញអីហ្នឹងទេ ខ្ញុំកន្លែង record ហ្នឹងនៅក្នុង more ហើយពេលកន្លែង record ហ្នឹងគេដាក់ request the host to record to the cloud បាទវាមាន to the cloud ហើយមាន to computer មានអត់មានពីរអត់ ខ្ញុំមានតែពាក្យ to the cloud មួយលោកគ្រូ អូ to the cloud មានន័យថាដោយសារតែ computer យើងបាន set ទៅឲ្យចូល cloud រហូតឬយ៉ាងម៉េច ខ្ញុំ ចុះ អ ឯ ត់ដឹង ក ដែ សារ រ យើងនៅដែល save ធម្មតាយើង save ធម្មតា save ចូល cloud ឬក៏ save នៅក្នុង local នៅក្នុង computer យើង computer ធម្មតាមានពីរគឺវាចេញ record to this computer ហើយនិង record to the cloud មានពីរអញ្ចឹងបងនរៈចិត្តផ្លែកណា បាទ គឺមានតែ cloud មួយ បាទខ្ញុំឃើញមានតែ cloud មួយលោកគ្រូ អញ្ចឹងកន្លែងនេះគឺនរៈចិត្តទៅដោដាក់សញ្ញាសួរមួយណាទៅដាក់សញ្ញាសួរមួយឲ្យថាតើអាចយកឯកសារពេលដែល record ហ្នឹងតើយកឯកសារពី cloud បានអត់ បាទលោកគ្រូ ដាក់សញ្ញាសួរទៅហើយកុំព្យូទ័រគេផ្សេងគឺអត់ចេញអញ្ចឹងឯងចេញពីរឲ្យរើសតែពេលដែលរើសហើយគឺគេរើសយកអា computer គេអត់យក cloud ទេ បាទ ចឹងយើងទៅរកអាហ្នឹងឯងឲ្យតែដោះស្រាយចំណុចហ្នឹងឲ្យទៅលឹមហួរចុះមិនដែរលឹមហួរ សើខ្ញុំឃើញមានពីរ record ខ្ញុំមាននៅកន្លែងមួយហើយមាន request to record this computer ហើយមួយទៀត request to host start cloud recording ហ្នឹងហើយយ៉ាមានពីរណាអញ្ចឹងយើងយកអាទី1ណាយើងយកទី1តែនរៈចិត្តយើងខុសគេណា computer ហ្នឹងខុសគេយើងឃើញប្លែកសូម្បីតែកន្លែង share screen ក៏ប្លែកពីគេដែរអត់ដូចគេទេអូខេអញ្ចឹងទៅដោះស្រាយហ្នឹងតិចទៅចាំដោះស្រាយពេលក្រោយខ្លួនឯងណានឹងខំប្រឹងរកមើលកន្លែងដំណោះស្រាយរបស់វា បាទលោកគ្រូ បន្ត បាទ ទៀតចូលទៅ rename បាទ rename គឺកែឈ្មោះសិស្សបាទ rename គឺកែឈ្មោះសិស្សអញ្ចឹងកែឈ្មោះសិស្សទី1នៅលើវីដេអូយើងនៅលើវីដេអូយើងមួយហ្នឹងណាបាទនៅលើវីដេអូយើងមួយហ្នឹងវាមានសញ្ញាត្រេ3នៅលើយើងមាន1 2 3ចាមានសញ្ញាហ្នឹងអញ្ចឹងណាអញ្ចឹងយើងចុចលើវាទៅហើយយកពាក្យថា rename មកគឺយើងដូរឈ្មោះបានដែរដូរឈ្មោះបានដែរប៉ុន្តែអាសញ្ញាត្រេ3ហ្នឹងគ្នាយើងអត់អាចដូរឈ្មោះបានទេក្នុងករណីយើងមិនមែនជាម្ចាស់ Zoom តែយើងមិនមែនជាម្ចាស់ Zoom យើងអត់អាចដូរបានទេតោះតែយើងជាម្ចាស់ Zoom បានដូរបានអញ្ចឹងយើងជាម្ចាស់ Zoom បានដូរបានអញ្ចឹងធ្វើម៉េចតោះតែយើង sign in ជាម្ចាស់ Zoom សិនបានអាចយកសិទ្ធិមួយនេះបានហើយសិទ្ធិមួយនេះសំខាន់
សិទ្ធមួយនេះសំខាន់ទាំងអស់នេះទៅតែប្រើសិទ្ធនេះដើម្បីកែឈ្មោះសិស្សពីព្រោះកូនសិស្សដាក់ចេញមកចេញ Oppo អញ្ចឹងមកណាចូលក្នុង Zoom ទៅវាចេញ Oppo អីចឹងទៅយើងរត់ឃើញទេចេញ iPhone អីចឹងមក13 Pro Max អីចឹងមកឥឡូវចេញ Samsung វាចេញឈ្មោះទូរស័ព្ទណាកូនសិស្សអត់បានកន្លែង display name នោះវាអត់បានកែឈ្មោះវាណាអញ្ចឹងយើងទាមទារទៅតែ rename ឈ្មោះកូនសិស្សមួយមួយឲ្យត្រឹមត្រូវចុះហេតុអ្វីត្រូវ rename ទៅអីដោយសារតែពេលខ្លះមិនយើងអ្នកបរៀនតែឯងទេមានគ្រូផ្សេងទៀតគេចូលមកថ្នាក់យើងដែរហើយគេអត់ស្គាល់កូនសិស្សយើងទេអញ្ចឹងគេត្រូវការមើលនៅលើ Zoom ហ្នឹងឲ្យតែមានគ្រូផ្សេងចូលយើងត្រូវតែកែឈ្មោះកូនសិស្សយើងតែយើងអត់ចេះ rename ចាប់បាត់ហើយតើគ្រូណាដែលត្រូវចូលគ្រូទី1គឺគណៈកម្មការប្រឡងប្រចាំខែដែលចូលមកមួយខែម្ដងបាទគេចូលមកថ្នាក់យើងដើម្បីធ្វើ speaking test គ្រូមួយទៀតគឺជនបរទេសគេចូលមកបង្រៀនថ្នាក់យើងបាទអញ្ចឹងជនបរទេសគេអត់មានបញ្ជីឈ្មោះយើងទេអញ្ចឹងយើងទាមទារឲ្យយើង rename ឈ្មោះកូនសិស្សដើម្បីឲ្យគេស្រួលហៅឈ្មោះកូនសិស្សនៅលើ Zoom ណាអញ្ចឹងមាន2គ្រូដែលចូលមកដែលទាមទារឲ្យយើងត្រូវតែ rename ចប់អានេះណា rename អូខេ mute ក៏ដូចគ្នាដែរ mute គឺជាកន្លែងមួយដែលចាំបាច់ខ្លាំងពីព្រោះកូនសិស្សក្លុកយើងជាពិសេសកូនសិស្សទូចវាអត់ស្ដាប់យើងទេណាអត់ស្ដាប់យើងទេអញ្ចឹងពេលវាចូលមកវាបើកសំឡេងហើយវារត់ចូលបន្ទប់ទឹកបាត់យើងធ្វើម៉េចបើយើងអត់អាចបិទសំឡេងវាបានផងហ្នឹងវាបើកសំឡេងហើយផ្ទះវាញ៉ៃអញ្ចឹងមិនទេ1ម៉ោងហ្នឹងយើងឆាការចោល1ម៉ោងហ្នឹងយើងឆាចោលអត់មានណាព្រៀនណាស្ដាប់បានទេអញ្ចឹងកន្លែងនេះសំខាន់ណាកាលណាយើងមិនមែនជាម្ចាស់ Zoom ហ្នឹងទេគឺយើងបិទសំឡេងកូននឹងអត់បានទេអ្នកខ្លះទៀតភ្លេចបិទសំឡេងខ្លាចអឡូឡាវិញទៅពេលនេះយើងព្រៀនមិនបានយើងព្រៀនអត់បានទេអញ្ចឹងយើងត្រូវតែចុចសញ្ញាបិទសំឡេងឲ្យកូននឹងចុចបិទបានលុះត្រាតែយើងជាម្ចាស់ Zoom ណាអញ្ចឹងដូចគ្នាយើងចុចលើអាសញ្ញាអក្សរ3នោះវាមានអាសញ្ញាចុច3ហ្នឹងណាហើយទៅមកយើង select យក mute យកពាក្យថា mute ទៅបាទយកពាក្យថា mute ទៅគឺវាបិទសំឡេងកូននឹងស្វ័យប្រវត្តិមកហើយបើកូននឹងចុចបើកទៀតយើងចុចបិទទៀតអញ្ចឹងណាតើអាសញ្ញានោះនៅណាតើសញ្ញានោះនៅណាដោយសារទាំងអស់គ្នាមិនមែនជាម្ចាស់ Zoom យើងរកអានឹងអត់ឃើញឥឡូវចាំមើលឥឡូវសាកនៅទៀតសាកបើកសំឡេងមើលហើយចាំមើលខ្ញុំបិទពីចម្ងាយទៅឲ្យមើលបាទមើលខ្ញុំបិទសំឡេងនៅទៀតណាឃើញទេខ្ញុំបិទបាត់ឥឡូវ one day សាកបើកមើលហើយចាំមើលខ្ញុំបិទទៅវិញខ្ញុំចុចលើពាក្យ mute mute នេះមិនមែននៅកន្លែង tray 3ទេគឺវានៅជាប់មួយ tray 3ហ្នឹងតែម្ដងចុចបាច់ឃើញទេបិទសំឡេងយើងឯងចឹងកាលណាយើងសំឡេងយើងញ៉ៃគឺចុចបិទបានតែម្ដងចឹងនៅកន្លែងចិត្ត tray 3 mute នៅកន្លែងចិត្ត tray 3អត់នៅក្នុង tray 3ទេអូខេឥឡូវខ្ញុំដូរឈ្មោះឡាខ្ញុំមើលខ្ញុំដូរឈ្មោះបាទខ្ញុំដូរឈ្មោះ one date ខ្ញុំចុចលើ tray 3បាទខ្ញុំចុចលើ tray 3ហើយខ្ញុំយកពាក្យថា rename បាទហើយខ្ញុំដាក់ឈ្មោះថាឧទាហរណ៍ខ្ញុំថា v ដក clear មក date អញ្ចឹងមកខ្ញុំដូរឈ្មោះ one date ណាឃើញទេខ្ញុំដូរឈ្មោះបានបាត់យ៉ាឥឡូវទៅថា Maradi ខ្ញុំដូរឈ្មោះ Maradi ខ្ញុំយកពាក្យ rename ហើយខ្ញុំលុបឈ្មោះទេង Maradi ចោលខ្ញុំដាក់ថា T ហើយ Maradi ហើយខ្ញុំដូរឈ្មោះកូនសិស្សចឹងបានណាអញ្ចឹងនៅលើ rename អូខេតទៀត remove ដូចគ្នាណា remove តើ remove យើងប្រើពេលណា remove គឺប្រើនៅពេលណាដែលមានបញ្ជាពីខ្ញុំបើអត់មានបញ្ជាពីខ្ញុំទេហាមចុចពាក្យនេះបាទតើតើមានបញ្ជាពីខ្ញុំមកទាំងអស់គ្នាចុចបានណាបញ្ជាពីខ្ញុំឲ្យលុបឲ្យ remove កូននឹងចេញពីក្នុង group ឲ្យ remove កូនសិស្សម្នាក់ហ្នឹងចេញពីក្នុង group remove មានន័យថាដកចេញ take off take off from the group
មូលហេតុអីបានត្រូវដកកូននឹងចេញនិយាយគឺមូលហេតុបានត្រូវដកកូននឹងចេញសិស្សរបស់យើងហេតុអីបានជាមានបញ្ជាពីខ្ញុំឲ្យដកចេញ គាត់អាចពុករៀនឬក៏គាត់និយាយអត់ស្ដាប់ តាមបានដេតម្ដងទៀតសំលឺនេះ អាចថាដោយសារគាត់ឈប់រៀនឬក៏អាចយើងនិយាយទៅគាត់នៅតែអត់ស្ដាប់ចាំយើងលុបឆោតគាត់ចោលមកចឹង ឈប់រៀនគឺកូននឹងអត់ចូលទេបើឈប់រៀនកូននឹងអត់ចូលរៀនទេអញ្ចឹងកូននឹងនិយាយអត់ស្ដាប់ទេកូននឹងនិយាយអត់ស្ដាប់ក៏អត់ត្រូវដែរយើងអត់អាចមានសិទ្ធ remove បានទេកូននឹងនិយាយអត់ស្ដាប់គ្នាណាមានតែមួយករណីគត់ដែលយើង remove បានទីមួយមានបញ្ជាពីខ្ញុំហើយមូលហេតុនៃទទួលបានបញ្ជាពីខ្ញុំគឺដោយសារកូននឹងអត់បង់លុយចាប់ពី2ខែឡើងទៅអត់បង់លុយមួយខែអត់អីតើអត់បង់លុយចាប់ពី2ខែឡើងទៅគឺនឹងបានទទួលបានបញ្ជា remove បាទហើយនៅពេលដែល remove គឺកូននឹងចូលមកវិញអត់បានទេកូននឹងចូលមកអត់បានទេលុះត្រាតែខ្ញុំចូលទៅក្នុង setting របស់ Zoom កំណត់ឲ្យកូននឹងចូលវិញបានកូននឹងចូលបានប៉ុន្តែវាមានករណី error មួយចំនួនដែលខ្ញុំមិនទាន់ដោះស្រាយចេញយ៉ាងកន្លែងនេះតែគ្រាន់តែខ្ញុំដឹងថារឿងសំខាន់ទី1គឺ remove ចេញសិនអញ្ចឹងណាក្នុងករណីហ្នឹងគេដោះស្រាយជាមួយនឹងកូនសិស្សដែលអត់បង់លុយណាចូលរៀនអត់បង់លុយណាដោះស្រាយបែបហ្នឹង remove ចេញពីក្នុង group ពេលដែលកូននឹងចូលវិញអត់បានគឺម៉ាក់ប៉ាគេតាក់ទងមកខ្ញុំហើយព្រោះកូនខ្ញុំចូលអត់បានទេអូបងបង់លុយសិនមកចាំខ្ញុំដាក់ចូលឲ្យវិញអញ្ចឹងណាបងលុយសិនមកចាំខ្ញុំដាក់ចូលឲ្យវិញអញ្ចឹងគេបងលុយដាក់ចូលឲ្យវិញតែថ្ងៃហ្នឹងរៀនអត់បានទេតោះស្អែកពេលបងលុយហើយថ្ងៃហ្នឹងរៀនអត់បានទេតោះស្អែកឡើងពេលដែលគ្រូនឹងបិទ Zoom ហើយខ្ញុំចូលទៅក្នុង setting ចុចបើកវិញឲ្យបានឲ្យកូននឹងចូលវិញបានអូខេចប់កន្លែង remove ណាចឹង remove ហ្នឹងនៅកន្លែង tray 3ដូចគ្នាចុច tray 3ទៅឃើញពាក្យ remove ហើយឥឡូវខ្ញុំនឹងសាកល្បងឲ្យគ្នាយើងខ្ញុំភ្លេចចំណុចទី7មានចំណុចទី7មួយទៀតដែរចំណុចទី7គឺ change host មានចំណុចទី7មួយទៀតណាបដូរម្ចាស់បន្ទប់តែយើងជាម្ចាស់បន្ទប់អញ្ចឹងយើងជាម្ចាស់បន្ទប់អញ្ចឹងពេលមានគណៈកម្មការចូលមកគឺយើងត្រូវឲ្យសិទ្ធិគេជាម្ចាស់បន្ទប់វិញឲ្យសិទ្ធិគេជាម្ចាស់បន្ទប់តែអញ្ចឹងបងប្អូនត្រូវប្រើ change host នេះគឺបដូរម្ចាស់បន្ទប់ណាបដូរម្ចាស់បន្ទប់អញ្ចឹងនៅកន្លែងណានៅកន្លែង tray នៅកន្លែង tray 3ដូចគ្នាកន្លែង tray 3ហ្នឹងមានទាំងអស់ណាមាននៅកន្លែងហ្នឹង change host ប្រើនៅក្នុងករណីមានភ្ញៀវចូលមកគឺយើងត្រូវឲ្យគេធ្វើជា host ហើយឲ្យគេធ្វើ host ទៅអីឲ្យគេធ្វើ host ដើម្បីឲ្យគេ record screen នេះបានបើគេមិនមែនជា host ទេគេ record screen មិនបានទេទាមទារឲ្យគេជា host បានគេ record screen បានហើយចុះគេ record screen នឹងធ្វើអីគេ record screen នឹងដើម្បីគេផ្ញើរបាយការណ៍មកខ្ញុំធម្មតាភ្ញៀវគេចូលទៅគឺទទួលបានទំនួលខុសត្រូវពីខ្ញុំថាត្រូវតែថតវីដេអូហើយផ្ញើចូលមកឲ្យខ្ញុំវិញយ៉ាងណាគេមានកាតព្វកិច្ចថតវីដេអូផ្ញើមកអញ្ចឹងយើងជាគ្រូប្រចាំថ្នាក់ទេសិទ្ធឲ្យគេទៅគេថតវីដេអូមកចូលទៅក្នុងកុំព្យូទ័ររបស់គេពេលដែលបរៀនចប់គឺគេផ្ញើវីដេអូហ្នឹងមកឲ្យខ្ញុំវិញអូខេឥឡូវខ្ញុំនឹងសាកល្បងឲ្យទាំងអស់គ្នាប្រើ rename ប្រើ mute ប្រើ change host មាន3ណាខ្ញុំនឹងឲ្យគ្នាប្រើទី1ហាត់ប្រើ rename ហាត់ប្រើ mute ហាត់ប្រើ change host 3នេះណា rename mute នេះ tray 3ចុច tray 3អានេះអត់ tray 3នេះក្បែរនៅក្បែរ tray 3អានេះគឺចុច tray 3យកពាក្យថា change host យើងនឹងឃើញអាហ្នឹងខ្ញុំនឹងឲ្យទាំងអស់គ្នាខ្លាចជាម្ចាស់បន្ទប់ម្នាក់ម្ដងឥឡូវទៅបណ្ឌិតមុនណាបណ្ឌិតចាំឥឡូវបណ្ឌិតចាំសាកល្បងទី1គឺ rename បដូរឈ្មោះខ្ញុំឥឡូវខ្ញុំឲ្យចាំមើលខ្ញុំឲ្យធ្វើជា host មួយសិនបាទខ្ញុំយកពាក្យថា make host ខ្ញុំចុចលើវីដេអូយើងបាទឬក៏ចុចលើ tray 3យកពាក្យថា make host
chẳng nhưng vô biệt là change host nè nên lời computer one date đừng change tha one date cứ chỉ host បាទលោកគ្រូវា load បាទ ទៅ អូខេអញ្ចឹងពេលដែលយើងជា host យើងអាចបដូរឈ្មោះខ្ញុំបានណាតែឥឡូវសារលបងបដូរឈ្មោះខ្ញុំមើលចុចលើសញ្ញាត្រេ3រុញយកម៉ៅមកលើកាមេរ៉ាខ្ញុំមកលើវីដេអូខ្ញុំមកអូខេញ៉ា មានស្ដាប់បាទ បាទហ្នឹងណាឃើញទេបាទឥឡូវទៅនរៈចេតណាឥឡូវ one day សាកលបងនរៈចេតសាកលបងបើកសំឡេងមើលហើយឲ្យ one day បញ្ជាបិទបាទ បាទលោកគ្រូ អូខេជាបិទបានហើយអូខេណាតាឥឡូវទៅMaradi ណាទៅMaradi អត់បានដោយសារតែ Maradi ក៏ប្រើ ខ្ញុំប្រើទូរស័ព្ទ ប្រើទូរស័ព្ទបាទអញ្ចឹ ខ្ញុំ ង ពងខ្ញុំពង fake កាមេរ៉ាខ្ញុំវាខូចrồi chờ ខ្ញុំសុំសេរីវា បាទឥឡូវ one day យកពាក្យថា change host ទៅឲ្យលឹមហួរបាទអញ្ចឹងចុចលើវីដេអូលឹមហួរទៅ make host យើងនឹងឃើញពាក្យ make host បាទ make host ហើយយកពាក្យ change host អូខេណាអញ្ចឹងលឹមហួរខ្លាយទៅជាម្ចាស់បន្ទប់អូខេតាអញ្ចឹងលឹមហួរសាកល្បងដូរឈ្មោះនរៈចេតតិច បាទច្រើន តាំង អូខេបាទអញ្ចឹងនរៈចេតសាកល្បងបើកសំឡេងមកឲ្យលឹមហួរបិទសំឡេងយើង បាទលោកគ្រូ តាំង លោកគ្រូ mute លោកគ្រូ អូខេបាទអូខេអញ្ចឹងលឹមហួរឲ្យនរៈចេតធ្វើជា host វិញម្ដងអូខេបាទនរៈចេតសាកល្បងបិទសំឡេងលឹមហួរអញ្ចឹង បាទ អូខេបាទ rename ឈ្មោះលឹមហួរតិចមកអូខេបាទមកឥឡូវឲ្យ host មកខ្ញុំវិញ បាទ អូខេអញ្ចឹងខ្ញុំបានជា host វិញឃើញទេអូខេឥឡូវយើងមើលពួកយើងមើលនៅលើZoom របស់យើងនៅខាងលើគេខាងស្ដាំលើគេខាងស្ដាំយើងឃើញពាក្យ view ឃើញពាក្យ view ទៅលោកគ្រូ លើ view យើងចុចលើ view ទៅគឺមាន2រឿងសំខាន់ដែលយើងត្រូវប្រើប្រាស់ណា2រឿងសំខាន់ដែលយើងប្រើប្រាស់ចុចលើ view ទៅគឺមានពាក្យ gallery ហើយនិង speaker ចុចលើវាទៅមានពាក្យ gallery ហើយនិង speaker បាទអញ្ចឹង speaker កាលណាយើងឲ្យកូនសិស្សនិយាយកូនសិស្សម្នាក់និយាយអាហ្នឹងយើងចុចលើ speaker ហើយចាំបញ្ជាឲ្យកូនសិស្សនិយាយចុះពេលហ្នឹងវានឹងចេញរូបកូនសិស្សហ្នឹងធំនៅលើអេក្រង់យើងណាហើយរូបអ្នកដទៃទៀតនៅខាងលើទូចនៅលើចឹងណាសម្រាប់ speaker ណាគឺពេលណាដែលឲ្យកូនសិស្សនិយាយហើយនៅពេលណាដែលយើងបង្រៀនសិស្សធម្មតាគឺប្រើ gallery ទាំងអស់ gallery គឺរូប1 2 3 4 5 6 7 8 9គ្នាណាអូខេចឹងអានេះចំណុចបន្តទៀតណាចឹងអស់ហើយណាប៉ុណ្នេះណាហើយនៅសល់ sign in មួយទៀតណានៅក្នុង sign in មួយទៀតណា sign in នេះគឺពេលដែលយើងចាប់ផ្ដើមបង្រៀនខ្ញុំនឹងឲ្យយើង sign in ចូលទៅក្នុង Zoom ហើយណាបច្ចុប្បន្នខ្ញុំអត់ទាន់ទិញ Zoom ឲ្យយើងទេតោះយើងចូលថ្នាក់បានខ្ញុំចាប់ផ្ដើមទិញ license Zoom ឲ្យយើងទិញឥឡូវទៅខាតលុយឥឡូវទិញថ្ងៃហ្នឹងកាត់លុយថ្ងៃហ្នឹង
បាទ Zoom អត់ទេអញ្ចឹងតើយើងចូលកាន់ថ្នាក់បាទខ្ញុំចាប់ផ្ដើមទិញហើយខ្ញុំញ៉ាំឲ្យយើង sign in រៀបចំឲ្យយើង sign in អូខេអញ្ចឹងនៅសល់ចំណុច sign in មួយដែលយើងនឹងប្រើប្រាស់នៅពេលណាដែលយើងចូលកាន់ថ្នាក់ខ្លួនឯងមានអីសួរខ្ញុំទេ អត់អីទេលោកគ្រូ អត់មានទេលោកគ្រូប៉ុណ្ណឹង អូខេ ចាំមើលសាកមកចាក់ស្ដែងក្នុងឲ្យតទៀត អញ្ចឹងខ្ញុំកាត់មេរៀននេះដាក់ចូលទៅក្នុងក្រុមឲ្យយើងហើយយើងកុំរំពឹងនៅលើនឹងខ្លាំងពេកណាចង់ឲ្យទាំងអស់គ្នាកត់ត្រាការកត់ត្រាធ្វើឲ្យយើងចាំអ្នកដែលរំពឹងទុកនៅលើនេះគឺអត់ចាំទេភ្លេចអស់លើហើយនេះភ្លេចអស់លើហើយតែមានសភៅកត់ត្រាហើយពេលដែលយើងបង្រៀនគឺយកអានឹងដាក់ពីមុខយើងបើកចាក់បដាបង្រៀនបដាអត់យល់កន្លែងណាគឺបើកសភៅមើលនៅក្នុង អូខេអញ្ចឹង Zoom មានតែប៉ុណ្្នឹងទេ